បាទសួស្តីស្រិតថ្ងៃនេះខ្ញុំសូមអាប់ដេតព័ត៌មានទាក់ទងនឹងការ feedback code project ហ្នឹងទាក់ទងនឹង website ហ្នឹងគឺដល់បច្ចុប្បន្ននេះខ្ញុំបាន fix code ហ្នឹងខ្ទង់ប្រហែលជា 90% ហើយក្នុងការ complete ដោយសារតែខ្ញុំបាន import ទិន្នន័យសរុបទាំងអស់ខ្ទង់ជាង 200G ទិន្នន័យទាំងអស់នេះដែលខ្ញុំ backup មកគឺថ្ងៃទី1 ខែ 7 2025 ឃើញថាក្រុមហ៊ុនគាត់ធ្វើការ backup ណាឃើញក៏ពិតទៅឃើញទៅដល់ទៅប្រហែល2ខែ 8 ខែ 9 ទៀតប៉ុន្តែឃើញប្រហែលខែចុងក្រោយហ្នឹងដូចជា corrupt មកវាអត់ដើរខ្ញុំព្យាយាមដាក់ file 180G ជាង 189G ដូចជាដាក់ចូលទៅគឺអត់បានទេគឺខូចមានន័យថាខ្ញុំ import ចូលក្នុង MySQL ពេលដែលពលាចេញមកវិញហ្នឹង restore មកវិញហ្នឹងគឺអត់បានមានន័យថាវា fail មកអញ្ចឹងឃើញដំណើរការគឺ file ដែលនៅដំណើរការបានគឺថ្ងៃទី1 ខែ 7 2025ហើយឥឡូវហ្នឹងគឺកូដទាំងអស់ខ្ញុំក៏បានមើល structure restructure ឡើងវិញមានន័យថាខ្ញុំត្រូវ review កូដហ្នឹងពីដើមរហូតទៅដល់ចុងក្រោយឡើងវិញដើម្បីដឹងថាកូដនៅកន្លែងហ្នឹងកូដដើម្បីចង់ដឹងថាកូដនៅត្រង់ចំណុចណាដែលវាមានបញ្ហាជាស្ដែងបច្ចុប្បន្នគឺខ្ញុំបានធ្វើជោគជ័យហើយខ្ញុំនឹងបង្ហាញតទៅនឹង process មួយចំនួននៅ website ហ្នឹងនេះជា website នៅពេលដាក់បើកមកគឺមានន័យថាដំណើរការធម្មតាទាំងអស់ពី article មួយទៅ article មួយគឺដំណើរការខ្ញុំនឹងចុចឲ្យស្រិតបានឃើញទាំងអស់នេះជាចូលទៅក្នុង article នេះក៏ដើរដែរអូខេខ្ញុំចុចពី menu មួយទៅ menu មួយក៏ដើរដែរខ្ញុំបាននៅក្នុងហ្នឹងក៏ខ្ញុំបាន enhance មានន័យថាពី restore ចូលដំបូងខ្ញុំឃើញល្បឿនក្នុងការចុច transaction ពី menu មួយពី article មួយទៅ article មួយឃើញល្បឿនយឺតដែរអញ្ចឹងខ្ញុំក៏កែបាត់ feedback មួយចំនួនហ្នឹងដើម្បីឲ្យ system ហ្នឹងមានដំណើរការល្បឿន process អីហ្នឹងគឺលឿនប្រក្រតីធម្មតាទាំងអស់ហើយមិនថាជាភាសាខ្មែរមិនថាជាភាសាអង់គ្លេសខ្ញុំក៏បាន fix អស់ហើយឥឡូវខ្ញុំអាចសាកចូលទៅភាសាខ្មែរយើងចុចទៅអូខេហ្នឹងហើយនៅចំណុចណាដូចជាខ្ញុំចុច2ថ្ងៃហើយខ្ញុំចុចលេង2ថ្ងៃហើយឃើញថាល្បឿនអីគឺដំណើរការធម្មតាទាំងអស់តាំងពីល្បឿនតាំងពី performance ហើយចំណុចមួយទៀតខ្ញុំក៏បាន implement កាយមួយចំនួននៅក្នុង project នេះដែរដូចជា implement ទៅលើកន្លែង map នេះខ្ញុំ implement ឲ្យឡើងវិញខ្ញុំមើល model របស់ក្រសួងសុខាភិបាលយើងខ្ញុំក៏ implement ចូលទៅហើយនៅត្រង់ចំណុចមួយទៀតខ្ញុំក៏បាន enhance logo នៅពេលដែលយើង scroll ពីលេខហ្នឹងក៏ខ្ញុំបាននេះដែរតើ ethical នីមួយទាំងអស់នេះគឺខ្ញុំ fix បាត់អស់ហើយមានន័យថាយើងនៅតែយក product នេះទៅ launch នេះមានន័យថាបើសិនជាស្រិតឆ្លងទៅថ្នាក់ដឹកនាំapprove បែបណាអាហ្នឹងខ្ញុំនៅរងចាំតែព័ត៌មានពីស្រិតដល់មកខ្ញុំវិញទេបើសិនជាតកតងនឹងការ feedback code គឺខ្ញុំបានជោគជ័យ 100% ហើយនៅតែ live production ទៅ online ឯងខ្ញុំនឹងចូលទៅបង្ហាញទៅក្នុង library ខ្ញុំក៏បាន fix ជោគជ័យដែរប៉ុន្តែជាក់ស្ដែងនៅក្នុង library នេះខ្ញុំឃើញមាននៅពេលដែល restore ទៅនៃចូលឡើងវិញខ្ញុំឃើញតែខ្ទង់1900 ជាងទេនៅក្នុងនេះហើយក្នុងនេះយើងក៏បានបែងចែកជា category ដែរបែរជា PNG ជា MP4 ជា PDS ជាអីហ្នឹងក៏បានបែងចែកដែរបាទតើតើនឹង thumbnail មួយចំនួនដែលអត់មានទេដោយសារតែ
ខ្ញុំអត់ដឹងថានៅក្នុងទំហំ 200G ហ្នឹងមានគ្រប់ឯកសារអស់ឬក៏អត់ទេអញ្ចឹងកន្លែងនេះយើងអាចពេលក្រោយក៏យើងអាចយក add thumbnail ចូលមកវិញដែរករណីដែល thumbnail អត់មាននេះវាអត់ជាបញ្ហាទេយើងទៅ add ចូលនៅក្នុង typo 3របស់យើងនៅក្នុងនេះយើងទៅចូល typo 3នេះអូខេឥឡូវខ្ញុំ log in សិនបាទ typo 3នេះខ្ញុំក៏បាន feedback ដែរមានន័យថាលបឿនក្នុងការប្រើប្រាស់ទាំងការ log in ទាំងការ post article ទាំងអីហ្នឹងក៏លបឿននេះក៏អាចទទួលយកបានដែរខ្ញុំចូលទៅមើលអស់ហើយទៅការ post size មួយនេះខ្ញុំបានព្យាយាមសាកល្បងតេស្តឬក៏ fix ឬក៏ maintenance នៅក្នុងនោះអស់ហើយមានអារម្មណ៍ថា smooth ហើយបានខ្ញុំចាប់ដើមធ្វើវីដេអូបង្ហាញទាក់ទងនឹង update ព័ត៌មានជូនទៅសិរិទ្ធនៅក្នុងនេះសិរិទ្ធប្រហែលជាដឹងច្រើនហើយទាក់ទងការពេល post article ពេលអីចឹងបើសិនជានេះខ្ញុំថ្ងៃក្រោយក៏ខ្ញុំអាចបញ្យល់ណែនាំច្រើនបានដែរនៅក្នុងការ post article មួយនៅពេលដែលយើង post ចូលដើម្បីឲ្យ load ផង article របស់ website យើងនេះអត់ជាបញ្ហាទេព្រោះខ្ញុំបានសិក្សាស្វែងយល់ពីក្នុងនោះបានច្រើនហើយទាក់ទងនឹងនៅក្នុង library នេះក៏ខ្ញុំបាន implement ដែរមានន័យថា implement នៅកន្លែង attachment អីនេះខ្ញុំ add បន្ថែមឲ្យ attach ពីត្រង់ចំណុចនេះទៅតែម្ដងហើយយើងអត់ចាំបាច់ចូលទៅក្នុងកន្លែង paragraph នេះទៀតទេហើយមួយទៀតនៅក្នុងចំណុចនេះក៏ដើរដែរយើងដើរទាំងអស់ទាំងខ្មែរទាំងអង់គ្លេសគឺដំណើរការបានទាំងអស់ 100% ទាំងពីលបឿននិងពីអីខ្ញុំចុចលេងហើយឃើញថាដូចជាមិនមានត្រង់ចំណុចណាដែលមានបញ្ហាទេអញ្ចឹងការងារដែលនៅសល់គឺមានមួយចំណុចទៀតគឺ MIS នេះដោយសារជាប្រើភាសា C3 ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងថាប្រព័ន្ធនេះគឺមាន2ទី1គឺប្រើភាសា PHP ដែលប្រើ framework Typo 3ភាសាមួយទៀតគឺប្រើ C3 ដែលតាមខ្ញុំវិភាគមើលក្នុង source code ខ្ញុំយកទៅដាក់នៅម៉ាស៊ីនខ្ញុំ Windows មួយទៀតណាឃើញថាដូចជាវិភាគទិន្នន័យប៉ុន្តែដោយសារខ្ញុំដាក់លើ Mac អត់បានដោយសារខ្ញុំទៅឡើង SQL server នៅលើម៉ាស៊ីន Mac អត់បានអញ្ចឹងខ្ញុំអត់បានដាក់នៅក្នុងនេះ link មកទេទោះបីបើកមកក៏អត់មាន link ដែរព្រោះ link នេះ link ទៅ route ទៅ server របស់អង្គភាពណាអាហ្នឹង public IP របស់អង្គភាពឯងអញ្ចឹងតើតើនឹងបញ្ហារឿង C3 នេះអត់ជាបញ្ហាទេបើសិនជាសិរិទ្ធ approve ពីថ្នាក់ដឹកនាំថាឲ្យខ្ញុំទទួល project នឹងធ្វើខ្ញុំនឹង fix បន្តតើតើនឹង C3 នេះដោយសារខ្ញុំអត់អាចយក project នេះទៅដាក់លើ Windows បានព្រោះអីម៉ាស៊ីន Windows របស់ខ្ញុំហ្នឹងវាពេញ space អញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកមក fix bug code នេះនៅក្នុង Mac តែម្ដងទៅអញ្ចឹងជាក់ស្ដែងខ្ញុំសូម update ព័ត៌មានប៉ុណ្ណឹងថាបច្ចុប្បន្ន website គឺដំណើរការធម្មតាហើយអញ្ចឹងយើងនៅតែ approve ពីថ្នាក់ដឹកនាំថាបើសិនជាលោកសេប្រធានឬក៏ថ្នាក់ដឹកនាំគាត់ approve ថាអាចឲ្យទទួលថាខ្ញុំទៅធ្វើ project នេះបានខ្ញុំនឹងតម្លាក់ costing ជូនបន្ទាប់ពីបទបង្ហាញនេះបាទសូម update ព័ត៌មានប៉ុណ្ណឹងបាទសូមអរគុណច្រើន